សួស្តីបងប្អូនទាំងអស់គ្នាមកអកអំបុកជាមួយខ្ញុំបងប្អូនចាអកអំបុកក្រោយគេអីអញ្ចឹងណាបងប្អូនគេចាប់ឲ្យអស់ហើយប៉ុន្តែពួកខ្ញុំអត់តន់ចាប់ទេពួកខ្ញុំទៅរៀបចំអកអំបុកអីអញ្ចឹងណាបងប្អូនចានិយាយលេងទេអានេះយើងមកធ្វើការអធ្វើអំបុកផាត់ណាបងប្អូនដែលធ្វើអំបុកសាច់ផាត់អត់ឆ្ងាញ់ណាបងប្អូននេះបងស្រីខ្ញុំគាត់ធ្វើធ្លាប់ធ្វើតែហូបជាមួយអំបុកផ្អែមទឹកដូងឬក៏ចេកអីអញ្ចឹងខាងអ្នកផ្ទះខ្ញុំធ្វើឲ្យប្លែកពីគេម្ដងទៅបងប្អូនចាឲ្យមើលក្មួយខ្ញុំ2នាក់គេនៅពេលដែលម៉ែគេបានចាក់មុខចូលចង្អេគេក៏បានមកធ្វើការភ្លក់គេថាឆ្ងាញ់អីអញ្ចឹងណាបងប្អូនចាហើយក្រោយគេតែម្ដងហើយបងប្អូនឥឡូវយើងធ្វើការលីងបុកផនយើងណាលីងឲ្យស្រួយបានហើយបងប្អូនកុំឲ្យឡើងខ្លោចទេបើខ្លោចវាល្វីងអត់ឆ្ងាញ់ទេបងប្អូនគាត់ថាលីងឲ្យវាស្រួយអីអញ្ចឹងទៅបងប្អូនកូរទៅកូរមកឲ្យកូរឲ្យញាប់ទៀតផងនៅពេលដែលយើងបានលីងបុករបស់យើងឡើងស្រួយហើយបងប្អូនយើងទុកមួយឡែកសិនទៅយើងមកធ្វើការបុកបង្គាដែលយើងបានត្រាំមុននឹងបង្គាក្រៀមផនយើងចាហើយក៏បុកបែកពីដែរបងប្អូនបុកពីមួយល្មមអីចឹងណាបងប្អូនណាយរួចហើយយើងមកធ្វើការលីងវាឲ្យឡើងស្ងួតអីដែរអញ្ចឹងទៅបងប្អូនលីងវាឲ្យស្ងួតបែបហ្នឹងអញ្ចឹងណាបងប្អូនអាចមើលតាមវីដេអូហ្នឹងអីអញ្ចឹងទៅបងប្អូនណាយចាបងប្អូនអត់ដែលធ្វើទេសាកធ្វើហូបបានអីអញ្ចឹងណាបងប្អូនដោយសារតែអ្នកផ្ទះខ្ញុំធ្លាប់ហូបហើយបុកផ្អែមបុកអីអញ្ចឹងតើដែលហូបទេបុកសាច់ផាត់បែបនេះអីអញ្ចឹងអញ្ចឹងយើងធ្វើការកែច្នៃហូបអីម្ដងអញ្ចឹងទៅបងប្អូនចាតំណងអត់អាចមើលបានអីអញ្ចឹងនិយាយបើថាអូយតំណងមែនតែនហ្មងហើយបងប្អូនបន្ទាប់ពីបង្គាគៀមរបស់យើងបានស្ងួតល្អហើយបងប្អូនចាក់អំបុករបស់យើងហ្នឹងចូលទៅហើយយើងក៏បានធ្វើការចាក់ជាមួយនឹងសាច់ផាត់ផងយើងចូលទៅដែរបងប្អូនសាច់ផាត់ហ្នឹងទិញគេស្រាប់ទេហើយបងប្អូនហើយគេធ្វើមិនសាច់ផាត់ឡើងល្អម៉ត់ល្អហ្មងណាបងប្អូនមើលឡើងទៅសៃតូចតែម្ដងហើយនិយាយបើថាអូយឈ្ងុយមែនហ្មងណាបងប្អូនបើបងប្អូនចង់សាកអីអាចសាកធ្វើបានតាមរូបនឹងបងប្អូនណាដែលចេះហើយក៏ធ្វើតាមរូបមន្តបងប្អូនទៅចាហើយយើងក៏មានជាមួយនឹងខ្ទឹមបំពងដែរអីចឹងណាបងប្អូនដាក់អុយនិយាយថាឈ្ងុយមែនខ្ទឹមបំពងហ្នឹងស្រួយណាបងប្អូនទិញគេស្រាប់ទាំងអស់ហ្នឹងឯងទាំងអំបុកទាំងសាច់ផាត់ទាំងខ្ទឹមបំពងហ្នឹងបងប្អូនគឺទិញគេទេយើងមកធ្វើខ្លួនឯងអីចឹងណាបងប្អូនដូចខ្ញុំនិយាយអញ្ចឹងដោយសារតែអំបុករបស់យើងធ្លាប់ហូបហើយផ្អែមជាមួយទឹកដូងឬក៏ចេកហ្នឹងក៏ប៉ុន្តែបែបនេះអត់ទាន់បានហូបទេកែច្នៃធ្វើបែបលក្ខណៈគ្រួសារអីអញ្ចឹងទៅបងប្អូនហើយយើងធ្វើបែបនេះបងប្អូនទុកបានយូរណាពីព្រោះយើងលីងឡើងស្ងួតអំបុកក៏យើងលីងឡើងស្ងួតហើយបង្គាក៏យើងលីងស្ងួតអីអញ្ចឹងទៅឥឡូវហើយណាបងប្អូនយើងធ្វើការដួសដាក់ថាសផនយើងអីអញ្ចឹងទៅបងប្អូនណាយតំណងអត់និយាយវាថាដាក់មួយម៉ាត់ឡើងស្រួយតែម្ដងហើយបងប្អូនបើថងចង់ទុកបានយូរអីដាក់ជាមួយនឹងកន្លផនយើងគ្រប់ឲ្យចិត្តបងប្អូនអញ្ចឹងទៅវាស្រួយបានយូរគ្រាន់តែឆ្អិនភ្លាមបងប្អូនគឺនេះបងប្អូនណាយក្មួយប្រុសខ្ញុំ2នាក់គេចាប់ផ្ដើមភ្លក់គេថាអូយឆ្ងាញ់មែនតែនហ្មងហើយបើក្មួយខ្ញុំម្នាក់នោះវិញណាគេប្រាប់អ៊ំគេថាឡើងឆ្ងាញ់គេភ្លក់ឲ្យគេធ្វើគេឲ្យមេដៃទៀតផងគេថាឆ្ងាញ់ណាស់អ៊ំអីអញ្ចឹងណាអាចមើលមាត់ក្មេងៗបាន